រុនធត់ណាស់សិស្សស្រីនៃសាលាព្រែកក្របៅ3នាក់បានលង់ទឹកស្លាប់នៅកំពង់ដកកោះដាច់ខណ្ឌជ្រោយចង្វាសិស្សស្រីចំនួន3នាក់នៃសាលាព្រែកក្របៅបានលង់ទឹកស្លាប់ខណៈពេលដែលធ្វើដំណើរទៅលេងក្បាលកោះដាច់និងបានហែលទៅលេងតាមឆ្នេរខ្សាច់ហើយបានធ្លាក់នៅក្នុងអន្លង់ជ្រៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង 2 រសៀលថ្ងៃទី 20 ខែមីនាឆ្នាំ 2025 នេះត្រង់ចំណុចឆ្នេរខ្សាច់ទន្លេមេគង្គស្ថិតនៅកំពង់ដកកោះដាច់ពុកឫស្សីក្នុងភូមិក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញក្មេងស្រីដែលលង់ទឹកស្លាប់នោះត្រូវបានសមត្ថកិច្ចបានឲ្យដឹងថាទី1ឈ្មោះវិនស្រីតាភេទស្រីអាយុ12ឆ្នាំជាសិស្សថ្នាក់ទី 7 នៃវិទ្យាល័យព្រែកក្របៅទី2ឈ្មោះហានលីនដាភេទស្រីអាយុ13ឆ្នាំជាសិស្សថ្នាក់ទី 8 និងទី3ឈ្មោះសុផារតនាភេទស្រីអាយុ15ឆ្នាំមុខរបរសិស្សអ្នកទាំង3នាក់មានទីលំនៅនៅភូមិក្របៅឃុំព្រែកក្របៅស្រុកសាច់កណ្ដាលខេត្តកណ្ដាលបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលារសៀលថ្ងៃកើតហេតុគេបានឃើញក្មេងស្រីសិស្សសាលាចំនួន7នាក់បានជិះកង់ទៅលេងឆ្នេរខ្សាច់ក្បាលកោះដាច់និងបានអង្គុយញ៉ាំអីនិងបានផឹកទឹកត្នោតជូរលុះក្រោយមកក្មេងស្រី5នាក់នោះក៏បានចុះទៅលេងទឹកទន្លេមេគង្គហើយបានធ្លាក់ក្នុងអន្លង់ជ្រៅផុតជើងស្លាប់ជាបន្តបន្ទាប់ភ្លាមនោះដែរក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិនិងអ្នកនេសាទនាំគ្នាជួយរាវរកសពឃើញទាំង3នាក់ភ្លាមនោះតែម្ដងក្រោយមកកម្លាំងនគរបាលមូលដ្ឋាននិងមន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះទៅត្រួតពិនិត្យសាកសពហើយបានធ្វើការសន្និដ្ឋានថាក្មេងស្រីរងគ្រោះទាំង3នាក់ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនបច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតទាំងក្តីអាឡោះអាល័យនិងក្តុកក្តួលជាទីបំផុត